សូមស្វាគមន៍មកកាន់រឿងស្នេហ៍សម្រាប់តែអូនភាគទី22ក្នុងពេលនេះអាទូស្រីនិងក្រុមរបស់អាមេជីងនាំគ្នាស៊ីតូកនិងដើរលេងនៅក្នុងកោះសានដើរលេងរួចរាល់ក៏នាំគ្នានឹងក្រោកចេញដើម្បីទៅរកអូតែលឬក៏កន្លែងស្នាក់នៅហើយបន្តិចក្រោយឈិនរីក៏កំពុងតែរៀបចំបរិបទសម្រាប់អាហារញ៉ាំដាក់នៅក្នុងប្រអប់ណាក៏ប៉ុន្តែក៏ក្បាលឆ្លៀវឃើញអាជីងជីងដាក់ចេញក្រៅសួរថាជីងជីងលាបលេកាពីកម្ដៅថ្ងៃហើយរនៅរៀបឲ្យច្រើនកុំឲ្យប៉ះពាល់ដល់ស្បែកក៏ប៉ុន្តែអាម៉ែវជីងនេះអត់ណីចៃរនាងក៏បានដើរចាក់ចេញទៅខាងក្រៅហើយទេសភាពនៅទីនេះពិតជាស្រស់ស្អាតជាដល់អីម៉ែវជីងនាងក៏បានយកទូរស័ព្ទពីបរិះម្នាក់នោះគឺជាលោកសិនជេតែគាត់អង្គុយនឹងស្និទ្ធស្នាលជាមួយនាងយ៉ាងខ្លាំងនាងកំពុងតែនិយាយទូរស័ព្ទឈិនជេក៏ឃើញអញ្ចឹងហើយក៏សួរថាហេតុអីបានជាសិនជេនៅទីនេះដើរមកដល់ទាញដៃរបស់សិនជេឲ្យក្រោកឡើងតើហេតុអីបានជាអ្នកនៅទីនេះម៉ែវជើងនាងកំពុងតែចង់អង្គុយលេងនៅម្នាក់ឯងហេតុអីបានជារំខាននាងយ៉ាងនេះលើអញ្ចឹងសិនជេប្រាប់ថាគាត់អីទេគាត់ចេញទៅខាងមកក៏បានដែរដើរចេញទៅបានឈិនរីក៏បានសួរម៉ែវជើងហេតុអីបានជាអញ្ជើញគាត់មកតែខ្ញុំមិនបានអញ្ជើញពួកបែបហ្នឹងព្រោះអីជើងក៏ប្រាប់ថាខ្លួនគ្រាន់តែអញ្ជើញមកចឹងហើយណាក៏គឺជាថៅកែរបស់ខ្លួនក៏មិនតែបន្តិចនេះខ្ញុំនឹងចាំមើលថានរណាគេគឺជាអ្នកលេងបាល់ឈ្នះទៅបន្តិចឈិនរីក៏កំពុងតែលេងបាល់ជាមួយនឹងសិនជេរួមទាំងក្រុមការងារជាពិសេសនោះគឺបារ៉ានាំគ្នាលេងជាមួយនឹងគ្នាណាចំណែកឯអាជិងរួមទាំងអាសាវញ៉ាំដងបណ្ដាអង្គុយមើលគេលេងបាល់បណ្ដាក៏មិនតែអាសាវក៏បានសរសើរលោកសិនជេលេងបាល់ម្យ៉ាងម្នាក់ចំណែកឯលោកឈិនរីក៏ម្យ៉ាងម្នាក់ដូចគ្នាពួកគេសុទ្ធតែសង្ហានឹងល្អទាំងអស់តែពីការលេងបាល់រួចក៏ចាប់ផ្ដើមលោកគ្នាថតរូបថត selfie បែបជាក្រុមហើយទូប្រុសនៅរៀងចម្ងាយបន្តិចមានអារម្មណ៍ថាអត់សូវពេញចិត្តទេណាដោយសារតែទូស្រីថតស្និទ្ធស្នាលជាមួយនឹងសិតជេថតតែពីអ្នកទៀតផងចាំងហើយដល់បន្តិចនេះទូប្រុសក៏បានបាញ់ទឹកលេងជាមួយនឹងអាជីជីងលេងសប្បាយមួយបន្តិចទេមិនតែអត់តនិយាយរកគ្នាប្រហែលទេចឹងហើយណាពេលដែលឈិនជីមកចូលទឹកញ៉ាំបណ្ដាសិនជេក៏បានសួរថាហេតុដូចម្ដេចបានជាឈិនជីធ្វើអត្តចរិតដូចប្លែកមើលទៅដូចជាអ្នកមិនទុកចិត្តទៅកាន់ម៉ែវជីងឬមួយគ្នាសង្ស័យខ្លួនឯងថាមិនអាចមើលថែឬផ្ញើអ្វីឲ្យទៅកាន់នាងបាននោះបញ្ជាក់ពីស្នេហាឈិនជេក៏បានបញ្ជាក់ថាសិនជេលោកដឹងទេថាជីជីងគឺជាមនុស្សស្រីដែលពូកែហើយក៏គិតដល់ឯករាជ្យបំផុតសិនជេក៏បានបកវិញថាដឹងទេនៅទីនេះគឺជាទីក្រុងតើងក៏មិនតែវាទុកខ្លាំងណាស់មិនដូចជាទីក្រុងហៃរបស់ខ្ញុំឡើយឱកាសមើលថែនាងជាគូស្នេហ៍ខ្ញុំមានឱកាសច្រើនជាងនេះកាន់មកទេសភាពកសានៅក្នុងពេលចូលពិតជាស្រស់ស្អាតក៏មិនតែនៅក្នុងក្រុមបណ្ដាលេងទាំងអស់ក៏នៅគ្នាអង្គុយជុំគ្នាជាពិសេសទូប្រៅក៏បានចូលសារឲ្យទៅកាន់អាជីងជីងនៅប្រាប់ថានេះគឺជាសោដែលជីងជីងបានភ្លេចនៅកន្លែងចាក់សាំងព្រៃអន្តរជាតិក៏មិនតែជីងតែណាគេនឹងល្អចំពោះអាជីងជីងទៅជីងជីងសួរទៅកាន់ឈិនជីចង់មានន័យថាយ៉ាងណាឈិនជីបញ្ជាក់ច្បាស់ថានៅក្នុងពេលនេះមនុស្សដែលអាជីងជីអាចផ្ញើជីវិតនិងសេរីភាពសន្តិភាពនៅក្នុងជីវិតដ៏រីករាយគូណាគឺបរិះម្នាក់នោះពិតជាល្អចំពោះអាជីងជីបំផុតដូចជានោះគឺបានន័យថាជាលោកសិនជេក៏តែងល្អជាបរិះអ្នកមានក៏ជាថៅកែដូច្នេះជីងក៏បានឆ្លើយតែម្ដងណាគេដែលឈិនជីបានជ្រើសរើសឲ្យនាងនេះប្រកាសជារើសដោយអ្វីដែលឈិនជីបានត្រូវការអញ្ចឹងដូច្នេះបន្តិចក្រោយកាត់មកអំឡុងពេលដែលអង្គុយជុំគ្នាពេលនេះគឺមានការលេងហ្គេមមួយដោយការឆ្លើយសំណួរតើមនុស្សប្រុសប្រភេទណាទៅដែលម៉ែវជីងស្រឡាញ់នឹងត្រូវការក៏មិនតែចាត់សួរម្នាក់ម្ដងបើសិនជានរណាគេមិនឆ្លើយត្រូវតែពីណៃញ៉ាំស្រាដូច្នេះម៉ែវជីងក៏បានឆ្លើយថាមនុស្សប្រុសនិងប្រភេទនៃការស្រឡាញ់របស់នាងតើតែប្រថុយគ្រោះថ្នាក់ចំពោះនាងប៉ុន្តែចេះជឿជាក់មកកាន់គ្នាទៅវិញទៅមកចេះជួយគ្នាទៅវិញទៅមកមិនលាក់បាំងប៉ុន្តែនៅក្នុងប្រភេទទាំងអស់នោះមិនមាននៅក្នុងចំណោមទូប្រុសឡើយទូប្រុសតែងតែទុកឲ្យទូស្រីនឹងរស់សុខតែម្នាក់ឯងហើយឲ្យគាត់ប្រវាក់តែម្នាក់ឯងណាតែឥឡូវនាងយល់ព្រមថានាងមិនឆ្លើយទៀតសុខចិត្តញ៉ាំស្រាសិនជាទីស្រាយកមកញ៉ាំជំនួសនាងនេះជាការយកចិត្តទុកដាក់ឈិនរីសុខចិត្តអង្គុយឈឺចាប់ក៏មិនតែក៏មិនចង់ឲ្យទូស្រីលំបាកជាមួយនឹងខ្លួនក៏មិនថ្ងៃស្អែកនៅពេលនេះគេកំពុងតែនៅគ្នាមកលេងចាប់បកងបកាហើយក៏ចាប់មឹកអីនៅខាងមុងក៏មិនតែទូស្រីនាងក៏បានដើរចេញទាំងឈិនរីទាំងលោកសិនជេអន់ជីរ៉ូទាំងអស់តែក៏បានបន្តដំណើរទៅខាងមុងអាម៉ែវជីងនាងចេញទៅបានសិនជេក៏បាននិយាយជាមួយនឹងឈិនរីលោកដឹងដែរទេដរាបណានៅកម្រងទាំងអស់បន្តបានបញ្ចប់សូមលោកទៅឲ្យឆ្ងាយពីម៉ែវជីងដឹងពីអ្វីដែលខ្លួនឯងត្រូវធ្វើគាត់ក៏បានដើរចាក់ចេញចំណែកឯម៉ែវជីងវិញកំពុងតែមករាវរើបង្កមកគៀក្តាមចាប់មកចាប់អីចឹងណាមកជាមួយនឹងអាសៀវរួមទាំងលោកម៉ាចាំងក៏មិនតែបន្តិចម៉ាចាំងហ្នឹងក៏នាំអាសៀវនឹងឡើងទៅខាងលើមុននៅទីនោះថ្មចរន្តធំប៉ុណ្ណាណីក៏មិនតែម៉ាចាំងក៏ចង់ទៅចាប់នៅអាជ្រៅបន្តិចណាដោយសារមើលទៅវាប្រហែលជាមានសម្បូរច្រើនដូច្នេះគាត់ក៏បានចុះទៅមុនបន្តិចក្រោយមកក៏បានហៅថាអាសៀវមកហត់ដៃមកខ្ញុំនឹងចង
ធ្លាក់ទម្លាក់ខ្លួនមកខ្លួននឹងពោអីចឹងណាក៏មិនតែនៅពេលនេះមានអារម្មណ៍ថាខ្លាចទៅវិញព្រោះថានៅពេលនេះថ្មក៏ចោតនាងក៏ជាមនុស្សស្រីស្ទាកខ្លីផងខ្លាចទឹកប៉ះពាល់មួយវិញទៀតវាក៏ខ្ពស់នាងមិនសូវចេះហៅតឹងមែវជាងក៏បញ្ញាប់ឡើងទៅដើម្បីទៅជួយណាប៉ុន្តែសែវធ្លាក់បន្តិចក្រោយឈិនជានេះវិញត្រូវបានគេប្រកាសថាបន្តិចទៀតទឹកនឹងជំនោរកាន់តែខ្លាំងឡើងមកនៅបន្តលេងនៅទីនេះប្រកាសជាមានគ្រោះថ្នាក់ហើយបើងាកមកអាជីងវិញនាងក៏ព្យាយាមប្រាប់អាសែវថាឲ្យដៃមកនាងនឹងជួយខ្ញុំទីនេះខាងលើចំណែកម៉ាចាងក៏ជួយរិញជើងនេះពីខាងមកហើយអ្នកគ្រប់គ្នាដែលលេងនៅខាងមុខនៅគ្នាដើរចេញមកអស់រិញតែម្ដងនៅឡើយតែទូស្រីនឹងក្រុមរបស់ម៉ាចាងតែប៉ុណ្ណោះហើយបន្តិចទូស្រីវិញនាងក៏ព្យាយាមទាញដៃរបស់អាសែវឡើងទៅខាងលើចំណែកក៏ដល់នៅពេលនេះនាងក៏ចង់នៅខាងក្រោមនៅឡើយក៏បន្តិចដល់តែខាងលើទៅហើយពេលនេះទាំងពីរនាក់ក៏ព្យាយាមហៅអាជីងហុចដៃមកពួកយើងនឹងជួយក៏មិនតែអាជីងនាងក៏រៀងទៀបដូច្នេះហើយនាងពិបាកក្នុងការតោងចាប់ចងនាងពិបាកខ្លាំងណាស់ដូច្នេះសម្រាប់ចិនម៉ាចាងរួមទាំងអាសែវរត់ទៅប្រាប់ដល់ទាំងអស់គ្នាហើយឲ្យគេមកជួយខ្ញុំជំនួសបើសិនជាអ្នកទាំងពីរអ្នកកំពុងតែមានរបួសដូច្នេះហើយក៏នាំគ្នាចាក់ចេញពីទីនោះហើយចំណែកឯទូប្រុសហើយនៅសិនជាកំពុងត្រឡប់មកសួរណាតែឃើញអាជីងអត់ត្រូវរបួសផងម៉ាចាងនិងអាសែវប្រាប់ថាជីងកំពុងតែជាប់នៅកន្លែងផ្ទាំងថ្មធំលឿនចឹងហើយទូប្រុសក៏ភ័យដឹងថាទូស្រីអត់ចេះហាត់ទឹកទេប្រញាប់រត់ទៅមុនគេចំណែកសិនជាវិញក៏បានចូលទូរស័ព្ទខុសហៅទៅកាន់អ្នកដែរជួយសង្គ្រោះគឺទូកខ្លួននឹងឲ្យតម្លៃគុណជា3ឲ្យទៅមកទីនេះឥឡូវនេះពេលនេះកំពុងតែមានគ្រោះថ្នាក់ទឹកកំពុងតែជំនោទូប្រុសនោះក៏រត់មកយ៉ាងលឿនពួកគាត់ពិតជាបារម្ភទៅកាន់អាជីងយ៉ាងខ្លាំងគាត់ហក់ចូលក្នុងទឹកពេលនេះក៏កំពុងតែហែលទឹកទៅហ្មងណាគាត់ដឹងថាអាជីងកាលណាដែលនាងត្រូវទឹកទៅនាងលងទឹកហើយប្រកាសជាពិបាកជាមិនខានទេដូចជានៅកាលពីក្មេងអញ្ចឹងឆានជ័យខ្លួនឯងផ្ទាល់ក៏ធ្លាប់សន្យាជាមួយអាជីងថាដរាបណាពួកយើងនៅក្បែរគ្នានឹងមិនឲ្យមាននរណាម្នាក់មានគ្រោះថ្នាក់ជួយគ្នាទៅវិញទៅមកហើយនៅពេលនេះអាមេអូជើងនាងពិតជាឈឺចាប់យ៉ាងខ្លាំងដៃរបស់នាងពិបាកហើយឆានជ័យក៏កំពុងតែមកដល់ល្មមមេវជើងឲ្យដៃមកចាប់ដៃរបស់ខ្ញុំឲ្យណានឹងជាប់បំផុតទីអាមេវជើងទីមួយទំហំរបស់គាត់ឡើងចេញទៅសាយអត់ធំមកទីអាជីងឡើងមកដល់ខាងលើរួញពេលនេះក៏បានសួរជីងឈឺទេដៃរបស់អាជីងពងត្រូវរបួសក៏គាត់ជាមួយនឹងថ្មជីងនាងក៏មកស្ដីឲ្យឆានជ័យតើហេតុអីបានជាធ្វើបែបនេះហេតុអីបានជាហែលមកទាំងទឹកដីកំពុងតែជំនោទឹកកំពុងតែខ្យល់បោកខ្លាំងជិះបប៉ះពាល់ដល់ជីវិតគ្រោះថ្នាក់ដល់ជីវិតនឹងគិតយ៉ាងណាមិនក៏មិនចេះស្រឡាញ់ខ្លួនឯងឆានជ័យទេអាជីងយកមកអោបមួយទំហឹងគាត់ពិតជាអរគុណណាស់អរគុណព្រះដែលបានជួយថែរក្សាជីវិតរបស់អាជីងខ្លួនពិតជាធូរចិត្តណាស់ហើយមិនតែជីងនាងឈឺចាប់ដៃរបស់នាងណាអោបនាងរត់លៀងខ្លាំងពេកឆានជ័យទាញដៃរបស់អាជីងមកមើលម្ដងទៅសួរថាហេតុអីបានជាមិនដែលខ្លួនឯងខ្លាចជាបែបនេះតើកំពុងតែចង់ធ្វើអ្វីមិនគិតឲ្យក៏មិនស្រឡាញ់ជីវិតរបស់ខ្លួនឯងនោះជីងប្រាប់ថានាងមិនអាចឈប់មើលថាអាសែវនៅខាងក្រោមទេបើមិនជួយនាងប្រកាសជានាងនឹងមានបញ្ហាធំទូប្រុសសួរថាខុសពីខ្លួនពិតជាខ្លាចនឹងភ័យយ៉ាងខ្លាំងនៅពេលដែលអាជីងមានបញ្ហាបែបនេះខ្លួនពិបាកទ្រាំយ៉ាងខ្លាំងមានធ្លាប់យល់ចិត្តខ្លួនដែរទេហើយបន្តិចនោះស្រាប់តែមានកប៉ាល់កំពុងតែជិះមកគេមកទីនេះដើម្បីទៅជួយសង្គ្រោះទៅកាន់អាជីងហើយទូប្រុសទូស្រីលើកដៃជិះសញ្ញាបន្តិចក្រោយសង្គ្រោះរួចរាល់ឈិនទីហើយនៅជីងក៏មកដល់នៅកន្លែងមន្ទីរពេទ្យនៅកោះសានគ្រូពេទ្យប្រាប់ថារបួសនេះវារៀងជ្រៅបន្តិចក៏មិនតែពី3ថ្ងៃទៅជីហើយតែហាមឲ្យត្រូវតឹងហើយបារខាននៅក៏មិនត្រូវបញ្ហាធ្ងន់ធ្ងរដែរទោះឲ្យពេទ្យដើរចាក់ចេញទៅក៏បានប្រាប់ថាក្នុងចំណោម2នាក់ប្រុសម្នាក់ណាទៅដែលមករកគាត់ហើយមកយកថ្នាំនោះពេលនោះទូប្រុសពាំងជើងមិនឲ្យទូស្រីដើរទៅទេពេលឃើញបែបនោះសិនជាវិញក៏ប្រាប់ថាជីងនៅទីនេះចាស់កុំបារម្ភឡើយខ្ញុំនឹងទៅយកថ្នាំឲ្យណាជីងដូច្នេះក៏កំបានដើរចាក់ចេញទៅប៉ុន្តែក៏ឆ្លៀតងាកមើលទៅជីងហើយនឹងឈិនជាស្នេហារបស់ពួកគេជ្រាលជ្រៅព្រមតែសិនជាក៏មានអារម្មណ៍ថាមានសង្ឃឹមអត់ឬទេដូច្នេះបន្តិចចឹងកាត់មកម៉ាចាងហើយនឹងសែវអាសែវក៏ស្ដីឲ្យដោយសារតែម៉ាចាងនឹងប្រវល់នាងទៅកន្លែងខ្ពស់បើមិនអញ្ចឹងទេក៏មិនត្រូវរបួសអញ្ចឹងដែរម៉ាចាងថាក៏សុំទោសគាត់នឹងត្រូវថ្នាំបាត់ការឈឺចាប់ខ្លាំងពីឈិនជីដោយនិយាយរួចគាត់ក៏បានដើរចាក់ចេញដើម្បីទៅរកថ្នាំប៉ុន្តែក៏ជួបវ៉ាជាមួយនឹងសិនជេហើយក៏ជឿសួរថាតែកែមកអញ្ចឹងមានឃើញលោកឈិនជីអត់គាត់នៅខាងលើសិនជេក៏ឆ្លើយថាពួកគេមិននៅខាងលើឡើយសូម្បីតែឈិនជីក៏មិននៅអាជីងក៏អត់នៅនឹងគាត់មើលទៅដូចរៀងល្អដែរទូអាកាសឲ្យទូស្រីនិងទូប្រុសណាដើរចេញទៅបានហើយបន្តិចឈិនជីក៏បានដើរលេងជាមួយនឹងអាជីងគាត់មកលើកនេះគឺដើម្បីតែនិយាយលាជាមួយនឹងនាងតែប៉ុណ្ណោះនិយាយដាច់ស្រេចណាគាត់ចាប់ប្រាប់ទៅកាន់ជីងថានៅទីនេះតូចណាស់ចង់ឲ្យអាជីងទៅណាដែលមានសេរីភាពមានសេចក្តីសុខរីករាយគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ
ក៏មិនតែជាងក៏បានសួរវិញឈុនរីកាលខ្ញុំនៅក្មេងអ្នកតែងតែលះបង់ដើម្បីតែអនាគតរបស់ខ្ញុំក៏មិនតែពេលនេះអ្នកលះបង់ម្ដងទៀតដើម្បីតែសុវត្ថិភាពរបស់ខ្ញុំពេលខ្លះខ្ញុំក៏មិនដឹងថានៅក្នុងចិត្តរបស់អ្នកថ្លៃថ្នូរឬក៏អាត្មានិយមក៏មិនតែទោះបីជាអ្នកស្រឡាញ់ខ្ញុំខ្លាំងឬក៏មិនស្រឡាញ់ខ្ញុំខ្លាំងខ្ញុំមិនដឹងទេពេលនេះតែដឹងអ្វីគ្រប់យ៉ាងនៅពេលនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំគឺចង់បានឈុនរីបើសិនជាវាមិនអាចនោះគ្រាន់ក៏មិនអាចហ៊ាននិយាយផងដែរក៏មិនតែឈុនរីថាទាំងអស់នេះគាត់សុខចិត្តឲ្យអាជីងចាក់ចេញទៅឆ្ងាយពីគាត់ឲ្យតែជាងមានសុវត្ថិភាពមិនមានការជ្រៀតជ្រែកដល់គ្រោះថ្នាក់នោះតែជាកំហុសខ្លួនដែរទេនេះជាសម្ដីរបស់អាចិងគ្រប់ពេលនាងមកតែធ្វើឲ្យឈិនរីមានគ្រោះថ្នាក់និងបញ្ហារហូតឈិនរីប្រាប់ថាអត់ទេណាចិងកុំគិតដូចនេះអ្វីទាំងអស់គឺខ្ញុំគឺជាអ្នកជ្រើសរើសចិងសូមកុំគិតអ្វីច្រើនគ្រាន់តែខ្លួនឯងមានអារម្មណ៍ល្អគិតវិជ្ជមានកុំគិតអ្វីច្រើនប៉ុន្តែក្តីស្រឡាញ់របស់ចិងជ្រាលជ្រៅខ្លាំងរហូតទៅដល់ឈិនរីក៏មិនអាចកាត់ថ្លៃបាននាងក៏បានទិញឈិនរីចូលមកថែមទោះស្នាមថែមនេះបាននៅក្នុងពេលនេះក៏ដោយទោះបីថ្ងៃក្រោយគាត់បាត់បង់ឬក៏គាត់ចាក់ចេញពីឈិនរីចាត់ទុកនេះជាអនុស្សាវរីយ៍បិទភ្នែកឈិនរីបិទភ្នែកទៅទូប្រុសបិទភ្នែករួចជីនាងក៏បានចាប់ទូប្រុសថែម្ដងទៀតស្នាមថែមនេះគឺជ្រាលជ្រៅខ្លាំងណាស់បើក្តីស្រឡាញ់របស់ពួកគេពិបាករងការរស់នៅជាមួយគ្នាណាពេលនេះថាបលីជាមួយនឹងទឹកភ្នែករលេងរលោងទៀតផងជីនាងតែជាសួរសំណួរទៅកាន់ឈិនរីថាតើពេលណាឈិនរីនឹងចេះស្រឡាញ់ខ្លួនឯងខ្លះតើពេលណាឈិនរីនឹងទុកឱកាសឲ្យខ្លួនឯងសម្រាប់មានសេចក្តីសុខចំពោះផ្ទាល់ខ្លួនកាលមកផ្ទះរបស់ប្រូសវែងពេលនេះអាលីលីកំពុងតែមកលេងហើយក៏ធ្វើកញ្ចក់ឲ្យទៅកាន់អាឆាវណាឆាវក៏បានឆ្លៀតសួរបងលីលីថាបងបានឃើញវិឆាដែលខ្ញុំផ្ញើទៅទេសុទ្ធតែជាបរិបទដែលសង្ហាពួកគេថែមតែមានការងារល្អស័ក្តិសមនឹងបងបំផុតក៏មិនតែលីលីបានឆ្លៀតសួរចុះឈិនរីតើពេលនេះគាត់ក៏នៅឯណាគាត់ស្និទ្ធស្នាលជាមួយនឹងជីងតើពួកគេស្រឡាញ់គ្នាមានស្នេហាដែរទេសម្ដីមួយនេះធ្វើឲ្យប្រូសវែងមានអារម្មណ៍ថាកិនតែលីលីមិនក៏សុកសួររឿងទាំងអស់នេះប្រូសវែងចេះតែមកជិះលំហលើអីមកណាចង់ស្ដាប់គេគិតតែតាលីលីសំបាននេះថាយ៉ាងណាកាន់មកពេលញ៉ាំសូមតែប្រពន្ធថ្មីថ្មោងកំពុងតែលេងប្រឡាញ់នៅពាក្យសម្ដីដែលមានតែអាឆាវនឹងកំពុងតែញ៉ាំម្ដាប្តីក៏បានជិះនិយាយឆាវពេលនេះថតណានាងឡារហត់ទៅដល់មួយផោតឯណោះក៏មិនតែក៏បារម្ភអីតែថតគាត់នៅស្រឡាញ់ដែរហើយប្រពន្ធវិញក៏ប្រកែកថាហ៊ានថាខ្លួនថតផងចំណាបន្ទិញនោះលីលីក៏បានឆ្លៀតសួរតែម្ដងតើឈិនរីហើយនឹងជីងនៅជាមួយនឹងគ្នាហើយឬនៅពួកគេនៅបានគេជាមួយនឹងគ្នាហើយឬនៅនាងសួរត្រង់ចម្លើយអញ្ចឹងហ្មងណាតែអញ្ចឹងហើយប្រូសវែងគាត់ក៏មិនចាំជូរដែរគាត់ដូចរៀងអាណិតទៅកាន់អាលីលីដែលគាត់បានបញ្ជាក់ប្រាប់ទៅកាន់លីលីបាននិយាយរឿងឈិនរីទៅក៏រៀងពិបាកបន្តិចក៏មិនតែនៅពេលនេះទោះបីជាព្យុះនៃហ្វុងក៏មិនអាចបំបែកបំបាក់ពួកគេបានដែរក៏ព្រោះការពេលនៅក្មេងពួកគេធ្លាប់បែកគ្នាម្ដងក៏មិនតែនៅតែអាម៉ៅជើងត្រឡប់មកជួបវិញហើយពួកគេនៅតែស្អិតរមួតដដែលហើយនៅពេលនេះលីលីគ្រាន់តែនិយាយបន្ថែមថាទោះយ៉ាងណាពួកគេមិនតរៀបការនាងនៅមានសិទ្ធប្រពន្ធនឹងក៏ដេញឲ្យប្តីទៅយកកូកាអន្ទិញហើយចង្កាត់មកជីងទូប្រុសក៏ត្រឡប់មកពីការដើរលេងក៏មិនតែទូប្រុសនឹងក៏ទៅចូលឡានជាមួយនឹងអាជីងជាមួយនឹងសិនចាក៏ឆ្លៀតសួរតែការរំខាននៃការដើរលេងប្រហែលថ្ងៃនេះតលាក់នោះតែមិនទុកចិត្តទៀតឈិនរីថាអត់ទេខ្ញុំមិនបានរំខានឡើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាស្ងួតភ្នែកតិចតួចអញ្ចឹងហើយចង់អង្គុយចិត្តណាអង្គុយចិត្តមេ3នាក់នៅមានគ្នាទុកគ្រាន់ជួយអាតួស្រីឃើញអញ្ចឹងអត់ចង់ឲ្យប្រកែកគ្នាច្រើនមិនអីទេពេលនេះខ្ញុំក៏មិនចង់អង្គុយនៅខាងក្រោយដែរចង់អង្គុយនៅកាប៊ីនម៉ងឲ្យទូប្រុសចេញហើយនាងឡើងទៅកាប៊ីនមុខជំនួសវិញកុំឲ្យមានការឆ្លោះប្រកែកចឹងហើយនៅបន្តិចក្រោយមកនៅពេលដែលជីឡានជុំគ្នាបណ្ដើរឈិនរីសួរសិនទេសន្តាគាររបស់នេះមិនមែនទៅផ្លូវនេះទេហេតុដូចម្ដេចបានជាអ្នកជីឡានជាមួយនឹងពួកយើងធ្វើអីនេះចេញមិនតបបានប៉ុន្មានផងស្រាប់តែពេលនោះអាជីងនេះក៏ស្រាប់តែគេងជីឡានអញ្ចឹងប្រកាសជាចកកជាមិនខានឈិនរីវិញក៏បានចូលដៃប្រញាប់ទៅបាំងឲ្យនាងអាជីងនាងឃើញអញ្ចឹងហើយក៏និយាយពាក្យថាអរគុណឈិនរីក៏ញញឹមយ៉ាងស្រស់ឲ្យតែកណ្ដាជីងប៉ុន្តែសិនចេគាត់មានរបស់គាត់ក៏មានខ្នើយពាក់កជីងមិនប្រើខ្នើយពាក់ករបស់ខ្ញុំតែម្ដងទៅដូច្នេះជីងនាងក៏បានយកខ្នើយនោះយកមកពាក់កហើយដល់ការមួយសន្ទុះប្រហែលជា2ម៉ោងពួកគេកំពុងទៅនាំគ្នាមកដល់នៅកន្លែងទីតាំងនៃចំណនហើយទូប្រុសវិញក៏យកអីវ៉ាន់ហើយសិនចេនិយាយជាមួយទូស្រែបានជូទេសិនជីវិញក៏បានទីងដែរអាជីងនោះយកចេញទៅតែម្ដងចឹងណាក៏ដោយខ្ញុំនៅអំឡោះពេកជុំពេលដែលទូប្រុសកំពុងតែធ្វើស៊ុបញ៉ាំណាពេលនោះទូប្រុសកំពុងតែកើតហើយខ្យល់កំពុងតែបក់ខ្លាំងផងថ្ងៃនេះគេកំពុងតែផ្សាយថាមានព្យុះខ្ញុំតែទូប្រុសក៏បានមើលការបង្ហោះរបស់អាជីងបង្ហោះជាក្រុមនៃការទៅលេងនៅឯកោះសានហើយគាត់ក៏កំពុងតែមានអារម្មណ៍កិនកាលពីការដែលគាត់ដើរលេងជីងក៏បានទីងគាត់ចូលមកថើបដែលស្រឡាញ់របស់នេះជ្រាលជ្រៅណាស់
នាងស្រឡាញ់គាត់ខ្លាំងឲ្យមួយទំហឹងមិនមែនលំធម្មតានោះទេគិតរួចហើយចាំរំពេចណូអាចិញ្ចៀននាងកំពុងតែដើរមកនាងដើរមកយកទៅផឹកខ្លះហ៎ក៏មិនតែឈុនរីនាងក៏កំពុងជិះសួរចិញ្ចៀនតែចិញ្ចៀនមិនស្រួលខ្លួនទេមើលទៅដូចជាមុខមិនសូវស្រស់ចិញ្ចៀនប្រាប់ថាខ្លួនមិនអីឡើយខ្លួនគ្រាន់តែសាមលើទឹកចូលដោយសារតែមេភ្លៀងតែប៉ុណ្ណោះក៏មិនតែឈុនរីក៏អត់ទុកចិត្តទេណាក៏បញ្ញាក់មកស្ទាបក្បាលរបស់ចិញ្ចៀនមើលទៅក្បាលរបស់ចិញ្ចៀនដូចជាមិនឈឺមិនក្តៅអីនោះទេហើយដែលបានជាចិញ្ចៀនមើលទៅស្លេកខ្លាំងម្ល៉េះតែមានរឿងអីអន់មានបញ្ហាអីអន់ទោះស្រីតែគ្មានអ្វីឡើយនៅពេលនេះខ្លួនមានអារម្មណ៍ថាចង់មកសម្លៀកបំពាក់នៅពេលនេះរួចអាចិញ្ចៀននាងក៏បានដើរចាក់ចែងពីឈុនរីបានក៏ប៉ុន្តែបន្តិចក្រោយក៏ស្ដាប់តែមេឃកំពុងតែខ្យល់ឡើងខ្លាំងហើយអ្នកមិញវាងក៏ព្យាយាមអូសរបស់ចូលខាងក្នុងសាខ្យល់ខ្លាំងបក់បោកគិនផ្លូវនឹងភ្លៀងផងលីជាមួយនឹងខ្យល់កន្ត្រាបន្តិចក្រោយចិញ្ចៀនវែងនាងកំពុងតែមើលនៃ Messenger ដែលនាងធ្លាប់និយាយជាមួយនឹងបងស្រីវិនរួមទាំងការជួបជុំគ្នាអំឡុងពេលចូលឆ្នាំថ្មីជាមួយនឹងបងវិនតួប្រុសរួមទាំងលោកពូជើចឹងហើយណាយ៉ាងណាក៏ដោយក្តីសុខទាំងនេះគឺជាការរចងចាំមួយដែលនាងមិនអាចបំភ្លេចបានព្រោះនៅពេលដែលតួប្រុសទៅនាងរ៉ាប់រងទាំងអស់អំឡុងពេលដែលចិញ្ចៀននាងសិក្សានិងប្រឡងចូលសាកលវិទ្យាល័យពេលដែលតួប្រុសរបួសហើយនៅពេលដែលតួប្រុសសន្យាថានឹងទិញខ្សែដៃនាងក្រាស់ជាងមុនទៅទៀតស្ដីមីហណាពេលដែលមានគ្រោះថ្នាក់ទូប្រុសតែងតែការពារហើយនឹងពាក្យសម្ដីរបស់ឈុនរីចុងក្រោយបងចង់ឲ្យទូស្រីមានសុវត្ថិភាពដោយទង្វើដែលគាត់បានធ្វើណាវាច្បាស់ពេកទូប្រុសការពារទូស្រីខ្លាំងពេកហើយធ្វើឲ្យទូស្រីមានអារម្មណ៍ថាកក់ក្ដៅនាងមិនអាចបំភ្លេចសេចក្តីស្រឡាញ់របស់ខ្លួនចំពោះគាត់បានឡើយហើយវានៅចប់ប៉ុណ្ណឹងក៏ពេលរងចាំទៅដល់ពេលបន្តណា